ពេលនេះស្រីភ្លេចមាយាទមានល្បិចអស់ក្តីអាឡ័យពេលនេះស្រីភ្លេចមាយាទមានល្បិចអស់ក្តីអាឡ័យស្រីនាងកាត់ផ្ដាច់ស្រីនាងកាត់ផ្ដាច់ស្័យអោណាថ្លៃស្រវាថ្លៃស្នំមកស្នំមកសម្រាប់ផ្លែចិត្តអាប់មកព្រៃស្នំមកស្នំមកសម្រាប់ផ្លែតែចិត្តអាប់មកព្រៃអូនចិត្តសាវាអូនចិត្តសាវាម្លឹងស្រីអើយអោណាថ្លៃភ្លេចប្តីបាត់ស្នាអូនចង់បានបុណ្យធំស្រីនាងសំងំភ្លេចពាក្យស្បត់ស្បាយអូនចង់បានបុណ្យធំស្រីនាងសំងំភ្លេចពាក្យស្បត់ស្បាយអូនភ្លេចអីធ្នមអូនភ្លេចអីធ្នមព្រោះតាអោណាថ្លៃស្នេហ៍បុណ្យរៀបជាបេះដូងដ៏បរិសុទ្ធរបស់អូនបានប្រកល់ជូនបងអស់ហើយបាទបេះដូងបងក៏ជូនអូនអស់ដែរសូមឲ្យស្នេហារបស់យើងថិតថេរជាអមតៈបងទុំអូនស្រឡាញ់បងខ្លាំងណាស់ចាត់ធ្វើយ៉ាងម៉េចឲ្យបាត់រងាបងទុំក្រសោបកាយប្រឡោមចិត្តបងទុំដៃរបស់បងមានមុនអ្វីថៃណាសម្រាប់ផ្លែចិត្តអាប់មកសម្រាប់តែចិត្តអាប់មកព្រៃអូនចិត្តសាវាអូនចិត្តសាវាម្លឹងស្រីអើយអោណាថ្លៃភ្លេចប្តីបាត់ស្នាអូនចង់បានបុណ្យធំស្រីនាងសំងំភ្លេចពីស្បត់ស្បាយអូនចង់បានបុណ្យធំស្រីនាងសំងំភ្លេចពីស្បត់ស្បាយអូនភ្លេចអីធ្នមអូនភ្លេចអីធ្នមអើយព្រោះតាអូន
ពីរោះណាពីរោះណាស្ដាប់ហើយពិតជាជក់ចិត្តមែនមិនតែប៉ុណ្ណោះដូចជាមានអត្ថន័យបង្កប់រឿងពិតនៅក្នុងបទចម្រៀងនេះតើមែនទេមែនទេលោកជាវាំងព្រឹកកណាថ្លៃពិសេសបទនេះខ្ញុំធ្លាប់ឮពីមុនមកទេស្ដាប់ទៅគួរឲ្យសំណោកណាស់ក្រាបទូលបទចម្រៀងថ្មីមិនដែលឮធ្វើឲ្យនាងទាវស្រក់ទឹកភ្នែកពិតជាអស្ចារ្យណាស់យ៉ាងម៉េចទៅឲ្យលោកជាវាំងយ៉ាងម៉េចលោកជាវាំងពីរត់ដល់ថាស្លាប់ហើយអូយព្រះពរម្ចាស់បទចម្រៀងថ្មីគួរឲ្យសំណោកមែនទេទុំមែនទេប្រកាសណាថ្លៃពិសេសអត្ថន័យពិតរបស់ចម្រៀងបានសម្ដែងចេញយ៉ាងពីរោះជាប់ចិត្តព្រោះតែទឹកភ្នែកដូចជាបាក់វាំងននបេះដូងឲ្យគេឯងឃើញប្រាប់ការពិតពីមកនាងទាវជាសង្សាររបស់ឯងមែនទេប្រាប់ការពិតពីមកក្រាបទូលប្រកាសណាថ្លៃពិសេសគ្រប់យ៉ាងគឺជាការពិតទាំងអស់ដោយដែលព្រះអង្គទ្រង់ជ្រាបក្រាបទូលទាវគឺជាបេះដូងថ្លើមប្រមាត់របស់ទូព្រះបង្គំយើងទាំងពីរបានក្លាយជាស្វាមីភរិយានឹងគ្នាទាំងកាយនិងបេះដូងមិនថាជាតិនេះឬជាតិណាទូព្រះបង្គំបានស្បត់ស្បែកសច្ចានិងរួមរស់ជាមួយគ្នាលុះគ្រាអវសានក្រាបទូលទាវឆ្លើយការពិតមកមើលរឿងដែលទុំនិយាយគឺជាការពិតទេយើងមិនយកទោសនាងទេព្រះករុណាជាអង្គម្ចាស់ជីវិតដំកល់លើត្បូងជុំជ័យកូនខ្ញុំម្ចាស់និងបងតុងពិតជាបានស្រឡាញ់គ្នាហើយបានស្បស្បាយនឹងគ្នាថានឹងជប់រួមជីវិតតែមួយទោះត្រូវស្លាប់លំបាកវេទនាយ៉ាងណាសូមប្រាថ្នារួមរស់នៅគ្នាគ្រប់ជាតិបើទីស្រឡាញ់គ្នាវិញកាល់ស្រឡាញ់គ្នាគ្រប់ជាតិអញ្ចឹងទៅវាត្រឹមត្រូវយើងមិនបំបាច់បំបាក់ស្នេហាពួកឯងទាំងពីរនាក់ទេមើលឯងនិងនាងទាវមានសេចក្តីក្លាហានហ៊ានសារភាពនៅស្នេហាពិតធ្វើឲ្យមនុស្សគ្រប់គ្នាបានយល់ពីតម្លៃនៃសេចក្តីស្នេហាបរិសុទ្ធយើងនឹងប្រទានមង្គលការដល់អ្នកទាំងពីរដើម្បីឲ្យស័ក្តិសមនឹងកិត្តិយសអ្នកទាំងពីរចូលមកនេះមិនបាច់មកនិយាយថាខ្លួនត្រូវទេខ្ញុំមិនចង់ស្ដាប់អ្វីទាំងអស់បាក់មុខបងទាំងកិត្តិយសដុំមានតែត្រូវស្វាចូលគ្នាវាគ្មានទៀតទេតែជីមិនស្វាគមន៍តែទៀតទេលោកម្ចាស់នេះគឺជាព្រះរាជបញ្ជាដែលមិនអាចជំទាស់បានខ្ញុំក៏ចង់ឈាមណាស់ដែរកូនទាវត្រូវមានបុណ្យខ្ពស់ផុតអស់ទាំងស្រីបើជាបានតើអត់ទៅមនុស្សខ្ចាត់ព្រាត់ទៅវិញមិនដឹងជាវាមកតាក់តងកូនទាវតាំងពីពេលណាបើជាវាប្រហើនមកអួតអាងថាកូនទាវជាប្រពន្ធរបស់វាតើតែព្រះករុណាប្រោះប្រទានឲ្យវាដូចនេះលោកម្ចាស់ខ្ញុំសូមលោកម្ចាស់លោក
ម្ចាស់រកវិធីជួយខ្ញុំផងទៅលោកម្ចាស់ខ្ញុំសូមវល់លោកម្ចាស់ចាំមិនដឹងណែឆ្លាំងកញ្ចុះហាចាអូយហើយនេះចុះនៅមកហើយធ្វើអីយ៉ាចុះនៅឯណាកញ្ចុះចេញទៅក្នុងចា លៀបលមៀតអញ្ចឹងទៅស្បែករបស់កូនភ្លឺឲ្យរលោងលោកអ៊ំកុំពិបាកចិត្តខ្លាំងពេកប្រយ័ត្នឈឺទៅពិបាកជាងនេះទៀតណាលោកអ៊ំអូនទាវខ្ញុំក៏បារម្ភខ្លាំងណាស់ដែរយើងត្រូវប្រើវិធីចុងក្រោយរបស់យើងមកលោកតែរបស់គេទៅស្រឡាញ់មែនណាចាំហើយណាស្ត្រីមានរូបសម្ផស្សជាសម្បត្តិមានបុណ្យកុសលជាព្រេងវាសនារហូតក្លាយជាក្តីប្រាថ្នារបស់ព្រះរាជាដែលមានការច្រណែននន្ទាពីក្រមុំទូទៅតែព្រោះក្តីករុណារបស់ព្រះអង្គដែលធ្វើឲ្យស្នេហាយើងសំតាមបំណងតែប្រៀបបីដូចជាយកផ្កាសួរមកប្រឡាក់ធូលីទៅវិញទេគ្មាននរណាម្នាក់ធ្លាប់បដិសេធក្តីស្រឡាញ់ដែលមានចំពោះមុខបានទេទាវមានក្តីសុខណាស់ដែលបានរស់ក្បែរបងហើយចិត្តនេះប្រាថ្នាសូមមានស្នេហាតែមួយចិត្តមួយថ្លាមួយរហូតអស់មួយជីវិតបងគ្មានទ្រព្យសម្បត្តិអ្វីក្រៅពីទឹកចិត្តនិងបេះដូងរបស់បងដែលមានឲ្យទាវទេហើយនេះជាផ្កាដែលចេញពីទឹកចិត្តរបស់បងសូមប្រគល់ជូនដល់អ្នកដែលស្រឡាញ់អស់ពីបេះដូងរបស់បងលោកមើលឯងនេះជាសម្បត្តិដែលផ្ញើមកពីខេត្តត្បូងឃ្មុំ
មានរឿងអីនឹងបងគិតធ្វើយ៉ាងម៉េចទៅបងណាអូនទាវបាទអ្នកម៉ែមិនឈឺអូនមិនចង់ឃ្លាតពីបងឡើយបារម្ភអីអ្នកម៉ែគាត់ប្រហែលជាមិនកើតអីធ្ងន់ធ្ងរទេកុំបារម្ភពេកតែអូនផ្លែកក្នុងចិត្តហេតុអីក៏កើតរឿងតន់ហាន់បែបនេះរឿងឈឺថ្កាត់ជារឿងធម្មតាមិនអាចដឹងមុនបានទេបងត្រូវមើលថែខ្លួនរបស់បងនិងរក្សាសុខភាពឲ្យបានល្អផងព្រោះអូនត្រូវឃ្លាតពីបងច្រើនថ្ងៃណាស់បានកុំបារម្ភណាអូនចាបងតុងអូនស្រឡាញ់បងណាស់បងស្រឡាញ់អូនច្រើនជាងអូនស្រឡាញ់បងទៅទៀនបងរក្សាវាទុំតែហេតុអីឬក៏នេះជាប្រភ្នោមិនល្អបងទៅវិញចុះទោះជាបងជន់ដំណើរឆ្ងាយប៉ុណ្ណាក៏យើងនៅតែបែកគ្នាដែរវិញហើយឯកូនចាម៉ែអូយម៉ែថាកូនមកគឺកូនពិតជាមកមែនមកកូនឡើងលើផ្ទះសិនទៅអូយកូនម្ដាយកូនមិនធ្វើឲ្យម៉ែអស់សង្ឃឹមទេអូយឡើងមកកូនអូក្មួយទាមកដល់ល្មមមកគាត់អើយអ្នកចាំទៅក្រោមសិនទៅណាទៅភាសាមុំនេះអ៊ីសិនទៅណាអ្នកណែមើលរៀបចំសម្លៀកបំពាក់កូនកំមុំឲ្យឆាប់ឡើងណាកូនកំមុំហេតុអីកូនម៉ែធ្វើបាត់នេះអ្នកម៉ែដឹងហើយថាបងទុំជាប្តីរបស់កូនតែរណាប្រាប់ប្រទាកុំមកហៅឈ្មោះអាឈាមថោកនោះឲ្យម៉ែលឺទៀតបានទេអ្នកម៉ែគាត់ជាស្វាមីរបស់កូនដោយពេញចិត្តតែវាមកបំផ្លាញជីវិតម៉ែនិងជីវិតកូនតែអ្នកម៉ែកំពុងតែបំផ្លាញដល់ម៉ាក់កូនទាវស្ដាប់ម៉ែណាម៉ែមិនព្រមឲ្យកូនស្រីម៉ែទៅអាមនុស្សឈាមថោកគ្មានពូជអបោគ្មានបនស័កគ្មានមេបាបដៅជាមនុស្សចាត់ព្រាត់តែអ្នកម៉ែឲ្យខ្ញុំទៅមានប្តីថ្មីទៀតក្រៅពីបងទុំខ្ញុំមិនព្រមទេខ្ញុំមិនព្រមជាដាច់ខាតតែបើមានប្តីដូចជាមិនងួននេះកូនដឹងទេគេមានបនស័កមានប្រាក់អំណាចអ្នកណាក៏ប្រាថ្នាទោះជាបងទុំក្រៅគ្មានមានប្រាក់បនស័កក៏កូននៅតែស្រឡាញ់ព្រោះកូនជាប្រពន្ធរបស់គាត់ហើយកូនត្រូវតែរៀបការជាមួយមើលងួននំមិនដែលធំជាងារទេម៉ែក៏ហក់កូនថាឈឺនៅមកបង្ខំឲ្យកូនរៀបការជាមួយអ្នកផ្សេងទៀតសូម្បីតែម៉ែចិត្តអាក្រក់ម៉ែចិត្តអាក្រក់ក៏ព្រោះតែចង់ឲ្យកូននឹងបានខ្ពស់មុខអត់ទេបើម៉ែចង់ខ្ពស់មកណាស់នោះម៉ែរៀបការយកខ្លួនឯងទៅអត់មានតែបងទុំម្នាក់គាត់មីទៀវបើម៉ែចង់បានមិនងួនជាកូនប្រសាម៉ែរកកូនស្រីការទៀតទៅក៏មិនប្រាំជាដៃខាតតែនេះបានគ្មានបងទុំគាត់សុខចិត្តស្លាប់គាត់សុខចិត្តម៉ែលើទេម៉ែលើទេឯងចាំថាម៉ែនេះបង្ខំក៏បានប៉ុន្តែទៀតកូននឹងដឹងហើយថាម៉ែនេះ
លោកមកអារម្មណ៍ខ្លះទៅតែម៉ែធ្វើនេះមិនត្រឹមត្រូវទេតែម៉ែមិនយល់ពីតម្លៃស្នេហារបស់ខ្ញុំឡើយអូនទាកុំអាងអស់សង្ឃឹមអីបងនឹងរកវិធីដាក់ដំណឹងឲ្យបងទុំអូនទាបងនឹងផ្ញើសម្បត្តិទៅឲ្យបងទុំមានការស្អីហ្នឹងបងទៅញ៉ាំយកទៅឲ្យបាត់ដៃបងទុំណាចាបានកុំព្រួយបងពេជ្រសូមបងពេជ្រជួយយកសម្បត្តិនេះទៅឲ្យមើលឯកផងសូមក្រាបថ្វាយបង្គំព្រះអង្គល្អហើយអស់លោកសូមទូលថ្វាយព្រះអង្គរឿងរ៉ាវផ្សេងទុកម្លាយសិនឯរឿងព្រេងតាក់ទងនឹងប្រវត្តិសាស្ត្រដែលអាចចម្ពាក់យើងឆាប់ស្មូតបន្តទៀតទៅកាលពីម្សិលមិញស្មូតដល់ណាហើយឆាប់ស្មូតទៅទទួលព្រះរាជបញ្ជាក្រាមទូលមកចិត្តយើងមកឯងប្រញាប់ស្មូតទៅបងទុំមើលទៅទឹកមុខរបស់ឯងស្រេកស្លាំងតើមានរឿងអីកើតឡើងប្រាប់មកមើលសូមទ្រង់មេត្តាប្រោសភរិយាទូព្រះបង្គំជាខ្ញុំដែលតែមើលម្ដាយឈឺនោះគឺមិនពិតទេត្រូវគេបោកបញ្ឆោតបង្ខិតបង្ខំឲ្យរៀបការក្រាបទូលថោកទៀតវាធ្វើយ៉ាងនេះគឺប្រមាថមើលងាយមនុស្សរបស់យើងពេកហើយបង្រត់ប្រពន្ធរបស់គេដូច្នេះឯងត្រូវយកព្រះរាជបញ្ជារបស់យើងទៅយកប្រពន្ធរបស់ឯងមកវិញឲ្យបានប្រកាសណាថ្លៃពិសេសទទួលព្រះរាជបញ្ជាក្រាបទូលបងទុំឲ្យខ្ញុំសុំទៅជាមួយផងបងយកព្រះរាជបញ្ជាទៅយកប្រពន្ធបងមកវិញពេជ្រមិនបាច់បារម្ភទេតែបើមានគ្នាពីរនាក់វាប្រសើរណាស់បងធ្វើចិត្តអត់តិចសិនទៅបងទៅតាមព្រះរាជបញ្ជាគ្មានអ្វីគួរឲ្យបារម្ភផងបើគេហ៊ានប្រហើនល្មើសនឹងព្រះរាជបញ្ជានោះគេច្បាស់ជាមិនដឹងថាមេឃខ្ពស់ប៉ុណ្ណាទេគេជាចវាយខេត្តគេមានទាហានច្រើនណាស់អ្នកណាក៏ខ្លោបខ្លាយអំណាចរបស់អជូនដែរបើសិនជាគេហ៊ានប្រឆាំងនឹងព្រះរាជបញ្ជាដូចជាគេមិនស្រឡាញ់ជីវិតអញ្ចឹងបងអរគុណឯងហើយដែលបារម្ភពីបងតែទោះជាយ៉ាងណាក៏បងត្រូវតែទៅយកប្រពន្ធបងត្រឡប់មកវិញឲ្យបានទោះជាត្រូវយកជីវិតទៅបដូរក៏ដោយ